មន្ទីរបញ្ចកោតអះអាងថាកាលពីថ្ងៃទី31ខែធ្នូឆ្នាំ2025ក្រុមហ៊ុនផលិតអាវុធ Lockheed Martin បានចុះកិច្ចព្រមព្រៀងលក់អាវុធតម្លៃ $328.5 លានឲ្យតៃវ៉ាន់ខណៈស្ថានភាពនៅឯច្រកសមុទ្រកូនកោះមួយនេះកំពុងក្តៅដូចបែកពុះដោយសារការធ្វើព្យុះភ្លៀងដោយមហាយៈចិនមែនតែនទៅអាមេរិកមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ទេប៉ុន្តែរដ្ឋធានី Washington គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់រដ្ឋធានីតៃប៉េទោះបីជាដឹងមុនទៅរួចហើយថាការលក់អាវុធទៅឲ្យកូនកោះនេះធ្វើឲ្យមហាយៈចិនក្តៅស្លឹកត្រចៀកក៏ដោយគេនៅចាំបានថានៅពាក់កណ្ដាលខែធ្នូឆ្នាំ2025រដ្ឋបាលរបស់ប្រធានាធិបតីលោក Donald Trump បានប្រកាសលក់អាវុធក្នុងតម្លៃ $11.1 លានទៅឲ្យកោះតៃវ៉ាន់ដែលជាកញ្ចប់សភាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់សហរដ្ឋអាមេរិកសម្រាប់កោះមួយនេះក្រោយមកក៏ស្រាប់តែនាគរាជអាស៊ីចិនកំរើកខ្លួនធ្វើលំហាត់សឹកយោធាទ្រង់ទ្រាយធំឡោមព័ទ្ធកោះតៃវ៉ាន់ដើម្បីជាសារព្រមានចំពោះកោះនេះនិងផ្ដាំទៅស្ដេចឥន្ទ្រីអាមេរិកជុំវិញការគាំទ្រចំហចំពោះរដ្ឋធានីតៃប៉េដែលរដ្ឋធានីប៉េកាំងតែងតែចាត់ទុកថាជាសាច់មួយដុំរបស់ខ្លួន